ស្រុកវិញទៅបាទបើថ្លៃតិចតួចអីក៏យករបស់ស្រុកវិញទៅដូចតែកម្មភាពយើងចាប់ដើមអីគឺផ្ដាំបងប្អូនតែផ្លេចយកកត្រៃមកបើយកកត្រៃមកល្អបាទមានកាច់ដៃទេវាខូចតែមិនថាមានខូចទេគាត់ថាវាឈឺដៃយើងចឹងយកទឹកត្រកមកអូល្អល្អណាស់បងប្អូនអើយធំក្លុចដូចនេះចាំបាច់យកផុសអ្នកទៀតខាងឯណាតែផុសខ្មែរយើងធម្មជាតិណែមិនអស់យើងគួរឲ្យតម្លៃរបស់ក្នុងស្រុកវិញទៅបាទបើថ្លៃតិចតួចអីក៏យករបស់ស្រុកវិញទៅដូចទៅជប៉ុនណាគេសុខចិត្តយករបស់ស្រុកប្រើថ្លៃតិចតួចក៏ដោយដោយសារអីដោយសារគេដឹងគុណភាពថារបស់នាំចូលនឹងរបស់ក្នុងស្រុកវាយើងមិនអញ្ចឹងយើងខ្វល់ពីសុខភាពយើងខុសតម្លៃតិចតួចអីទៅកងត្ររបស់ស្រុកវិញទៅមែនអត់បងប្អូនបាទវាមានអីក្រៅពីរបស់ស្រុកយើងទេល្អទេយើងហូបចុករបស់ស្រុកយើងមិនសូវជាភ័យព្រួយពេលដែលយើងដឹងថារុក្ខជាតិមួយហ្នឹងឬក៏ផ្លែឈើមួយហ្នឹងមកពីពិភពណាអញ្ចឹងហើយមហិការ៉េននេះយើងពិបាកដែរមនុស្សអាត្មានិយមមួយចំនួនហ្នឹងគឺអត់ខ្វល់ពីសុខភាពយើងទេបងប្អូនបាទគឺគាត់តែចង់ពីបានផលប្រយោជន៍យករបស់មកបន្លំទិញរបស់ហ្នឹងយកមកថោកទេប៉ុន្តែយកមកលក់ហ្នឹងថ្លៃដើម្បីបន្លំថារបស់មកពីនេះហើយបងប្អូនយើងមិនថាខ្ញុំថាគេទេយើងចាញ់បោកក៏ដូចគ្នាដែរយើងក៏មិនដឹងដែរដោយសារយើងមិនជាអ្នកចេះពិនិត្យមើលថារបស់ហ្នឹងវាមានគីមីឬអត់ឬថារបស់ហ្នឹងវាមកពីពិភពណាទេអ្នកលក់ខ្លះវាមិនស្មោះត្រង់មួយយើងទេបាននិយាយចឹងទៅអ្នកលក់ខ្លះគេកុហកយើងណាព្រោះអីបើមិនកុហកយើងមិនបានលក់អត់ថ្លៃមិនទេទេបើប្រាប់ត្រង់ណាគេទិញយើងព្រោះអីអ្នកទិញហ្នឹងគេចង់កាត់សុខភាពយើងដែរសុខភាពគេដែរតែបើទិញមកចំរបស់មិននេះគេមិនចង់ទិញមែនបងប្អូនបាទអញ្ចឹងមានអីទៅបងប្អូនពេលដែលយើងគ្រប់គ្រងរបស់នោះស្រុកខ្លួនឯងកាលណាយើងគ្រប់គ្រងទៅមានអីលុយនឹងវិលក្នុងស្រុករីកចម្រើនស្រុកប្រទេសយើងធ្វើឲ្យប្រទេសយើងមានការងារធ្វើឲ្យប្រជាជនយើងមានការងារក្នុងស្រុកធ្វើក្នុងស្រុកអីជួបជុំគ្រួសារជួបជុំបងប្អូនឆ្នាំស្រុកអីកាលពីមុនហ្នឹងបងប្អូននិយាយត្រង់ពេលដែលបនទៀនអីយើងជួបជុំគ្រួសារជួបជុំអីទៅពេលឥឡូវបនទៀនបងប្អូនអញ្ជើញខ្ញុំចាំមើលតាមភូមិមានតែក្មេងៗទេបាទពីចំណាស់ទៅដែលថាអាយុគាត់ចាប់ពី20កាសឡើងទៅគាត់អត់មាននៅក្នុងស្រុកទេទៅធ្វើការចំណាត់ស្រុកអស់ហើយបាទដោយសារអីដោយសារតែកង្វះការខ្វះខាតឬក៏ចំណូលនឹងមិនគ្រប់គ្រាន់ក្នុងគ្រួសារអញ្ចឹងបងប្អូនដូចតំបន់ខ្លះគាត់រកច្បាប់តិចអញ្ចឹងគាត់រកចំណូលមិនបានគ្រប់គ្រងគ្រួសារណាគ្រប់គ្រងគ្រួសារនេះផងអញ្ចឹងទៅអញ្ចឹងគាត់មានតែទៅក្រៅស្រុកទេបាទមានតែធ្វើការនៅក្រៅស្រុកបានថ្លៃបានអីយើងទៅហើយធ្វើការក្រៅស្រុកហ្នឹងក៏មិនស្រួលដែរបងប្អូនមិនមែនថាធ្វើការបានស្រួលធ្វើអីណាទៅធ្វើការកន្លែងខ្លះហ្នឹងបាទឆ្លងកាត់រឿងច្រើនណាស់ពេលខ្លះទៅទោះបីតែគេធ្វើបាបយ៉ាងណាក៏អត់ហ៊ានតវ៉ាមួយគេដែរបាទអត់ហ៊ានតវ៉ាដោយសារអីដោយសារតែយើងនៅក្នុងស្រុកគេបើយើងតវ៉ាឬយើងមានបញ្ហាអីមួយយើងអត់ការងារធ្វើហើយវាមិនដូចយើងនៅក្នុងស្រុកទេបើយើងមានបញ្ហាអីយើងឲ្យខាងគេដោះស្រាយទៅហើយយើងក៏អាចរកការងារទៀតតែបើយើងក្រៅស្រុកហើយមានតែត្រង់ខំមកគាត់ចិត្តមិនថាយើងទៅធ្វើការស្រុកក្រៅវាអាក្រក់ទាំងអស់ទេការងារអ្នកខ្លះទៅក៏គាត់រើកន្លែងត្រូវអញ្ចឹងទៅបានល្អអញ្ចឹងទៅណាបានល្អគាត់ស្ងំទៅធ្វើទៅបាទអញ្ចឹងជីវិតអ្នកធ្វើការក្រៅស្រុកមិនមែនស្រួលទេបងប្អូនកន្លែងខ្លះក៏ស្រួលកន្លែងខ្លះក៏យ៉ាប់អញ្ចឹងទៅតែអាស្រួលហ្នឹងវាមិនមានច្រើនដូចជាអាយ៉ាប់ទេហើយពុកម៉ែបងប្អូនណាដែលមានកូនចៅអីធ្វើការស្រុកក្រៅអីពេលដែលបានគាត់ធ្វើការស្រុកក្រៅតម្លាក់លុយមកអីយើងត្រូវចេះជ្រាបខាំមិនមែនដើរអួតគេទេថាកូនខ្ញុំបានធ្វើការនៅនេះបានប្រាក់ខែថ្លៃហើយតាំងខ្លួនឯងនឹងយើងទៅដើរចាយវាទិញរបស់ប្រេះផ្ដាស់ជាងអីទេយើងត្រូវចេះសន្សំពេលដើម្បីអីដើម្បីឲ្យគាត់ពេលដែលគាត់ត្រឡប់មកពីស្រុកកំណើតអីមកពីស្រុកគេវិញធ្វើការគាត់ឃើញគាត់មានយើងអញ្ចឹងមានរបស់មានអីអញ្ចឹងគាត់មានកម្លាំងចិត្តរោហើយចុះបើសិនជាគាត់មកពីកន្លែងធ្វើការវិញម្ដងសួរម៉ាក់សល់អីដែរមានត្រឹមបាត់ទៀតហើយជាពាក់គេវ៉ាន់ក៏ទៀតដែរអាហ្នឹងគាត់មានកម្លាំងចិត្តអត់អញ្ចឹងម៉ែឪក៏ដោយត្រូវចេះទុកដាក់ស្បបាត់ឲ្យកូនពួកកូនគាត់ពឹងលើយើងពេលដែលយើងសំសល់ទៅកូនក៏សល់យើងក៏សល់ពេលដែលកូនយើងនេះចប់ធ្វើការមានមុខរបរមានលុយរស់ស៊ីហើយរស់ស៊ីក៏កាក់កប់តាមនឹងដែរហ្នឹងបងប្អូនអញ្ចឹងខ្ញុំអត់និយាយច្រើនទេតែវីដេអូគេខាងនិយាយច្រើនទៅវាវិញឆ្ងាយទេអញ្ចឹងអរគុណបងប្អូនហើយស្ដាប់ទៅហើយបើសិនជាមានកន្លែងណាដែលខ្ញុំនិយាយទៅប៉ះពាល់ឬខុសអីក៏សូមកុំកែប្រកាន់អីបាទអរគុណច្រើនបងប្អូនជម្រាបលាចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណ